បាទសួស្តីសាជាថ្មីបងប្អូនថ្ងៃនេះខ្ញុំនាំយកព័ត៌មានអាប់ដេតបន្ថែមទៀតទាក់ទងនឹងការរំជួយដីនៅភូមានិងនៅប្រទេសថៃបងប្អូនថ្ងៃនេះយើងបានដឹងអំពីចំនួនអ្នកស្លាប់ហើយកាលពីថ្ងៃមិញខ្ញុំបានរកមើលព័ត៌មានមួយចំនួនដែរប៉ុន្តែជាព័ត៌មានចាស់ប្រភពខ្លះតាំងពី10ម៉ោងមុនប្រភពខ្លះ13ម៉ោងមុនអញ្ចឹងណាទើបតែល្ងាចនេះខ្ញុំបានទទួលបានព័ត៌មានច្បាស់ការកាន់តែជាក់លាក់ពីកាសែតបាងកកប៉ុស្តិ៍ហើយនិងកាសែតមីយ៉ាន់ម៉ាថែមបងប្អូនអញ្ចឹងតកតងនឹងព័ត៌មានអាប់ដេតចុងក្រោយនៃចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃរហូតមកដល់ពេលនេះដែលយើងឃើញការផ្សាយជាផ្លូវការខ្ទង់3ម៉ោងមុនមានន័យថានៅម៉ោង6ល្ងាចថ្ងៃទី29ខែមិនិនាឆ្នាំ2025ហ្នឹងគឺចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថាមាន10នាក់ហើយមានអ្នករងរបួស16នាក់មានអ្នកបាត់ខ្លួន101នាក់បងប្អូនហើយបច្ចុប្បន្ននៅទីក្រុងបាងកកគឺគេកំពុងតែប្រើក្រុមការងារដែលមានសត្វឆ្កែហើយសត្វឆ្កែហ្នឹងគឺជួយរុករកអ្នកដែលបាត់ខ្លួនអ្នកដែលអាចថារងរបួសកប់នៅក្នុងអគារណាហ្នឹងគឺគេកំពុងតែប្រើសត្វឆ្កែដើម្បីជួយលើកកិច្ចការនេះបងប្អូនហើយចំពោះការខូចខាតដទៃទៀតនៅលើទឹកដីថៃផ្ទាល់គឺខូចខាតនៅក្នុងទីក្រុងបាងកកនិងខេត្តដទៃទៀតចំនួន10ដែលបងប្អូនអាចទៅមើលនៅក្នុងអត្ថបទរបស់គេសរសេរលម្អិតនៅលើ page នេះហើយចំពោះទីតាំងអគារដែលមានការខូចខាតគឺមានដល់ទៅជាង700អគារបងប្អូនអញ្ចឹងគឺច្រើនមែនទែនហើយចំពោះព័ត៌មានខាងផ្នែកប្រទេសភូមាវិញបងប្អូនខ្ញុំបានឃើញព័ត៌មានមួយចំនួនកាលពីថ្ងៃប៉ុន្តែដូចខ្ញុំជំរាបអញ្ចឹងគឺព័ត៌មានហ្នឹងច្រើនម៉ោងពេកហើយខ្ញុំចង់បានព័ត៌មានអាប់ដេតក្រោយឥឡូវនេះខ្ញុំទើបតែរកឃើញអ្នកកាសែតបរទេសម្នាក់ដែលគាត់បានសរសេរអំពីព័ត៌មានសង្ខេបពីប្រទេសភូមាគាត់បានបញ្ជាក់ថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសភូមាបានកើនឡើងជិត1000នាក់ហើយបងប្អូនហើយចំនួនអ្នកដែលរងរបួសគឺជាង2400នាក់ដែលខាងភ្នាក់ងាររបស់ USSG ដែលជាក្រុមការងារភូមិសាស្ត្ររបស់អាមេរិកហ្នឹងគឺគេបានធ្វើការប៉ាន់ស្មានថាចំនួនអ្នកស្លាប់អាចនឹងត្រូវបានរកឃើញរហូតដល់ទៅជិត10000នាក់សម្រាប់តែនៅក្នុងប្រទេសភូមាបងប្អូនអញ្ចឹងអ្វីដែលកំពុងតែរកឃើញជាង1000នាក់នេះគឺជាចំនួនស្មើនឹង 10% ទេនៃការរំពឹងទុកដែលគេគិតថាចំនួនអ្នកស្លាប់អាចកើនឡើងដល់ទៅជាង10000នាក់បងប្អូនចំពោះការខូចខាតទៅលើអគារផ្ទះសម្បែងវិញនៅក្នុងប្រទេសភូមាគឺមានការខូចខាតផ្ទះសម្បែងអគារនានារហូតដល់ទៅ2970កន្លែងឬក៏70ខ្នងបងប្អូនចំពោះតំបន់វត្តអារាមទីសក្ការៈបែបសាសនាហ្នឹងខូចខាតដល់ទៅ150កន្លែងខូចខាតផ្លូវចំនួន30ខ្សែហើយនឹងបាក់ស្ពានអស់ចំនួន7ហើយចង់ជំរាបបងប្អូនថាគ្រោះថ្នាក់រំជួយដីដែលកើតឡើងនៅក្នុងប្រទេសភូមាកាលពីម្សិលមិញនេះគឺជាការរំជួយនៅក្នុងជម្រៅដល់ទៅ10គីឡូម៉ែត្រនៅក្នុងស្នូលផែនដីបងប្អូនពីផ្ទៃដីចុះទៅក្រោម10គីឡូម៉ែត្រការរំជួយហ្នឹងណាដែលការរំជួយធំបំផុតគឺកើតឡើងនៅក្នុងប្រទេសភូមាប៉ះពាល់រហូតដល់ទៅ16ខេត្តវាមានកម្រិតរំញ័ររហូតដល់ទៅ 7.7 Richter ហើយរហូតដល់ប្រទេសថៃក៏មានកម្រិតរំញ័រដល់ទីក្រុងបាងកកហ្នឹងរហូតដល់ទៅ 7.4 ផងដែរហើយខ្ញុំជំរាបបងប្អូនកាលពីវីដេអូមុនពីម្សិលមិញរួចហើយថាបញ្ហានេះវាមិនកើតឡើងមួយថ្ងៃពីរថ្ងៃទេតាមការព្យាករណ៍របស់ស្ថាប័នមួយទៀតដែលតែងតែផ្សព្វផ្សាយអំពីការគ្រោះរំជួយដីនេះគេបញ្ជាក់ថាគ្រោះថ្នាក់នេះអាចនឹងបន្តកើតឡើងការរំជួយនេះអាចនឹងបន្តកើតឡើងរហូតដល់ថ្ងៃទី12ខែមេសាបងប្អូនគឺចិត្តចូលឆ្នាំខ្មែរនោះបងប្អូនឃើញចំណងជើងវីដេអូរបស់ខ្ញុំមួយមុននេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់ថាវាអាចកើតឡើងរហូតដល់ថ្ងៃចិត្តចូលឆ្នាំខ្មែរនោះបងប្អូនដែលការរំជួយនឹងកើតឡើងនៅក្នុងប្រទេសភូមាកើតឡើងនៅដល់ប្រទេសថៃកើតឡើងនៅប្រទេសឡាវកើតឡើងនៅប្រទេសចិនកើតឡើងនៅប្រទេសឥណ្ឌានិងម៉ាឡេស៊ីផងដែរបងប្អូនអញ្ចឹងការប៉ះទង្គិចការរំជួយទាំងអស់ហ្នឹងមានកម្រិតតិចឬច្រើននៅក្នុងចំណោមប្រទេសទាំងអស់ហ្នឹងដែលគេបានបញ្ជាក់ហើយប្រទេសកម្ពុជាគ្រាន់តែរងផលប៉ះពាល់បន្តិចបន្តួចពីគេតែប៉ុណ្ណោះបងប្អូនប៉ុន្តែជឿថាបងប្អូនមួយចំនួនដល់ថ្ងៃទី2ទី3ទៅហាក់ដូចជាបាត់ការភ័យខ្លាចភ័យបារម្ភហើយប៉ុន្តែបងប្អូននៅតែបន្តការប្រុងប្រយ័ត្នហើយយើងចាំតាមដានកិច្ចការនេះទាំងអស់គ្នាបងប្អូនហើយខ្ញុំក៏សូមបួងសួងសូមកុំឲ្យជនជាតិខ្មែរបានរងគ្រោះទាំងអស់នេះយើងដឹងហើយថាជនជាតិខ្មែរជាច្រើនបានធ្វើចំណាកស្រុក
ទៅរកការងារធ្វើនៅក្នុងប្រទេសថៃលើសពី1លានអ្នកបងប្អូនអញ្ចឹងច្រើនមែនទែនយើងអត់ទាន់ដឹងព័ត៌មានច្បាស់លាស់ទេថាជនជាតិខ្មែរមានផលប៉ះពាល់យ៉ាងម៉េចមានមរណភាពដែរឬទេឬក៏មានរងរបួសចំនួនប៉ុណ្ណាយើងអត់ទាន់ដឹងដែរបងប្អូនអាចបន្តតាមដានព័ត៌មាននេះនៅលើ page ស្ថានទូតខ្មែរប្រចាំប្រទេសថៃក៏បងប្អូនអាចរកមើលបានដែរយើងចាំតាមដានទាំងអស់គ្នាអរគុណបងប្អូនសម្រាប់វីដេអូនេះខ្ញុំអាប់ដេតបងប្អូនប៉ុណ្ណឹងសិនជួបគ្នានៅវីដេអូក្រោយ